ដឹងអត់ថានៅយប់មួយនៅឆ្នាំ2004មានគូស្នេហ៍មួយគូមានកូន2នាក់បានជួលអ្នកមើលថែក្មេងឲ្យមកមើលបន្ទាប់ពីប្តីប្រពន្ធនោះចាក់ចេញពីផ្ទះបាន1ម៉ោងក៏ស្រាប់តែគេខមកនាងក៏បានលើកហើយក៏ដឹងថាជាម្ចាស់ផ្ទះគាត់ខមកពីព្រោះគាត់ភ្លេចឲ្យលេខទូរស័ព្ទរបស់គាត់ទៅនាងបន្ទាប់ពីនាងសរសេរលេខរួចនាងក៏បានសួរគាត់ថាតើខ្ញុំអាចមើលទូរទស្សន៍គាត់បានទេនៅក្នុងបន្ទប់របស់គាត់បើសិនជាក្មេងទាំងពីរនោះបានគេងលក់បានម្ចាស់ផ្ទះក៏យល់ព្រមតែពេលដែលនាងចូលបន្ទប់គាត់នាងក៏ភ្ញាក់យ៉ាងខ្លាំងព្រោះនាងបានឃើញតុក្កតាតួផ្លុកគួរឲ្យខ្លាចដ៏ធំមួយអង្គុយនៅលើកៅអីនាងបានខំប្រឹងធ្វើប្រងើយមិនខ្វល់ពីតុក្កតានោះហើយមើលទូរទស្សន៍តែនាងមានអារម្មណ៍ថានាងត្រូវបានគេមើលក៏នាងងាកទៅមើលម្ដងទៀតក៏ឃើញតុក្កតានោះបែរមករកនាងហើយពេលគាត់មើលម្ដងទៀតក៏តុក្កតានោះសម្លក់មុខនាងវិញនាងភ័យខ្លាំងពេកក៏បានតាក់ទងទៅម្ចាស់ផ្ទះតើខ្ញុំសុំរុំតុក្កតានោះបានទេម្ចាស់ផ្ទះក៏ឆ្ងល់ហើយប្រាប់នាងថាគាត់មិនដែលមានតុក្កតាធំក្នុងបន្ទប់ទេនាងភ័យខ្លាំងណាស់រត់ទាំងស្លន់ជាមួយក្មេងៗចេញពីផ្ទះហើយក៏ខលទៅប៉ូលីសពេលប៉ូលីសចាប់តួថ្លុកដែលមានរហស្សនាមថា The Clown Doll បានហើយក៏បានរកឃើញប្រដាប់ឆាតកកតាមខ្លួនគាត់ផងដែរដាក់សម័យមើលបើអ្នកទាំងអស់គ្នានៅម្នាក់ឯងហើយសុកមានតួថ្លុកនៅអង្គុយសន្លក់មុខយើងអ្នកទាំងអស់គ្នាធ្វើមិនដែរ